ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំអាចចែកម្លែកពីតិចនៃប្រឡាក់សាច់ជ្រូកសាស៊ីវឲ្យមានរសជាតិឆ្ងាញ់បងប្អូនណាខ្លះចូលចិត្តញ៉ាំសាច់សាស៊ីវប៉ុន្តែប្រឡាក់អត់ទាន់បានឆ្ងាញ់មកមើលពីធីប្រឡាក់របស់ខ្ញុំគឺងាយទេចំពោះការប្រឡាក់សាច់សាស៊ីវហ្នឹងបងប្អូនអាចជ្រើសរើសប្រឡាក់ជាមួយសាច់មាន់ក៏បានសាច់ជ្រូកក៏បានគឺឆ្ងាញ់មួយបែបម្នាក់ហើយសម្រាប់ខ្ញុំថ្ងៃនេះគឺខ្ញុំប្រឡាក់ជាមួយនឹងសាច់ជ្រូកហើយសាច់កន្លែងដែលខ្ញុំកំពុងតែវះហ្នឹងគឺគេហៅសាច់កជ្រូកបងប្អូនអាចប្រើប្រភេទសាច់អញ្ចឹងក៏បានឬមួយក៏សាច់ចៃឡាំងក៏បានសាច់ដែលមានជាប់ខ្លាញ់បានយើងយកមកធ្វើសាច់សាស៊ីវវាទន់ឆ្ងាញ់ហើយសាច់ហ្នឹងគឺយើងយកវាមកហាន់ជាច្រវាមូលបែបនេះហើយដោយសារវារៀងក្រាស់មូលអញ្ចឹងយើងយកសមឬក៏ចងកាបិតមកចាក់វាណាឲ្យវាដើម្បីពេលយើងប្រឡាក់ទៅវាឆាប់ចូលជាតិណាហើយសាច់ជ្រូករបស់ខ្ញុំហ្នឹងគឺចំនួនកន្លះគីឡូយើងប្រឡាក់ជាមួយនឹងអំបិលកន្លះស្លាបព្រាកាហ្វេម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេម្សៅផាក់ឡូវហ្នឹងចំនួនកន្លះស្លាបព្រាកាហ្វេបងប្អូនអាចរកទិញបានម្សៅផាក់ឡូវហ្នឹងនៅតាមតូបចាប់ហួយឬក៏កន្លែងលក់ថ្នាំចិនសែហើយនេះគឺម្សៅសាស៊ីវចំនួន1ស្លាបព្រាកាហ្វេបងប្អូនអាចរកទិញបាននៅតាមតូបចាប់ហួយដូចគ្នាម្សៅហ្នឹងគឺវាមានរសជាតិប្រៃផ្អែមនៅក្នុងហ្នឹងដែរអញ្ចឹងបងប្អូនដាក់ប្រយ័ត្នប្រយែងហើយយើងមានទឹកស៊ីអ៊ីវកន្លះស្លាបព្រាបាយប្រេងខ្យងហ្នឹងគឺខ្ញុំប្រើកន្លះស្លាបព្រាបាយដែរបន្តមកទៀតយើងបន្ថែមជាមួយនឹងទឹកឃ្មុំហ្នឹងមកស្លាបព្រាបាយសម្រាប់ការប្រឡាក់សាច់សាស៊ីវហ្នឹងបងប្អូនប្រើទឹកឃ្មុំគឺកាន់តែឆ្ងាញ់ហើយយើងបន្ថែមជាមួយនឹងស្ករចំនួន1ស្លាបព្រាបាយបើបងប្អូនអត់មានទឹកឃ្មុំបងប្អូនអាចប្រើស្ករចំនួន2ស្លាបព្រាបាយតែម្ដងហើយយើងបន្ថែមជាមួយនឹងស្លឹកខ្ទឹមម្ដើមហាន់កង់ៗមកហើយជាមួយនឹងខ្ទឹមសចិញ្ច្រាំនឹងបងប្អូនចូលចិត្តក្លិនខ្ញីអាចបន្ថែមជាមួយនឹងខ្ញីមួយចំណិតពីរចំណិតចូលទៀតហើយយើងដាក់ប្រេងឆាចូល1ស្លាបព្រាបាយបងប្អូនចូលចិត្តក្លិនល្ងអាចដាក់ប្រេងល្ងចូលតិចតួចទៅដើម្បីជួយឲ្យសាច់កាន់តែមានក្លិនឈ្ងុយបន្ទាប់មកយើងធ្វើការច្បល់សាច់របស់យើងហ្នឹងឲ្យវាចូលគ្នាបានសព្វល្អច្បល់រហូតដល់តែគ្រឿងគ្រៅទាំងអស់ហ្នឹងវារលាយចូលគ្នាបានសព្វល្អរួចហើយបងប្អូនធ្វើការផ្អាប់វាទុកចោលក្នុងទូទឹកកករយៈពេល1ម៉ោងសិនមុននឹងយើងយកវាទៅអាំងណាបន្ទាប់ពីយើងផ្អាប់វាចោលបាន1ម៉ោងមកគឺវាចូលជាតិហើយចឹងយើងអាចចាប់ផ្ដើមយកវាមកអាំងបានហើយបងប្អូនអាចអាំងនៅក្នុងចង្ក្រានខ្សែភ្លើងក៏បានចង្ក្រានធ្យូងក៏បានគ្រាន់តែថាអាំងនៅចង្ក្រានធ្យូងវារៀងពិបាកបន្តិចព្រោះដោយសារសាច់ហ្នឹងវាជាប់ខ្លាញ់ណាចឹងបើយើងអាំងវារៀងហុយវារៀងឆេះខ្លាំងអាំងក្នុងចង្ក្រានបែបនេះវាងាយស្រួលហើយយើងអាំងវាដោយប្រើភ្លើង220រយៈពេលប្រហែលជា20នាទីដល់30នាទីឬមួយក៏បងប្អូនមើលរហូតដល់តែពណ៌ក្រហមដែលបងប្អូនចង់បានហើយពេលដែលអាំងបាន15នាទីអីបងប្អូនអាចចាប់ផ្ដើមយកអាទឹកសុសដែលនៅសល់ហ្នឹងយកជក់មកលាបនៅលើសាច់យើងទាំងសងខាងឲ្យវាសព្វលាបបែបហ្នឹងគឺសាច់យើងពេលដែលអាំងទៅគឺវាចាប់ជាតិបានឆ្ងាញ់ហើយយើងបន្តអាំងវារហូតដល់តែឆ្អិនមកសម្រាប់ខ្ញុំគឺ25នាទីគឺឆ្អិនល្មមហើយយើងអាចយកកន្ត្រៃយកមកកាត់អាកន្លែងខ្លោចចេញឲ្យអស់ព្រោះតែញ៉ាំអាហ្នឹងគឺវាអត់ល្អទេសម្រាប់សុខភាពរបស់យើងតែប៉ុណ្ណឹងសាច់ជ្រូកអាំងសាស៊ីវរបស់ខ្ញុំគឺរួចរាល់ហើយបងប្អូនអត់ធ្លាប់ធ្វើគឺអាចសាកល្បងធ្វើបានរសជាតិវិញគឺប្រៃផ្អែមល្មមឆ្ងាញ់តែម្ដងញ៉ាំជាមួយនឹងបាយក្តៅៗអូគឺឆ្ងាញ់ខ្លាំងមែនតែនហើយអត់មានជ្រលក់អីទេព្រោះសាច់ហ្នឹងគឺប្រឡាក់ល្មមឆ្ងាញ់ខ្ញុំអត់បានជ្រលក់អីទេបងប្អូនអាចផ្ទាប់ជាមួយនឹងទឹកសក់ឬក៏ជ្រក់អីក៏បានដែរអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានចូលមើលវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើបងប្អូនមានសំណួរឬយោបល់អីគឺអាច comment នៅខាងក្រោមវីដេអូបានសម្រាប់បងប្អូនថ្មីៗកុំភ្លេច Subscribe Channel YouTube និង Follow Page របស់ខ្ញុំផងអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយៗទៀត